បាទពុកម៉ែបងប្អូនអរគ្នាធ្លាប់ដឹងអត់ថាការផ្សាំមែកឬក៏បំបែកមែកហ្នឹងគឺអាចធ្វើជាអាជីវកម្មបានពុកម៉ែបងប្អូនធ្លាប់ឃើញហើយគឺគេផ្សាំមែកដូចជាពពួកឈើលម្អពពួកត្បែកឬក៏ឈើផ្លែផ្សេងដែលគេដាក់នៅលើលំអកហើយលក់នៅតាមផ្លូវគេលក់ក្នុងមួយកូនគឺថ្លៃមែនទែនពុកម៉ែបងប្អូនជួនកាលមួយកូនអាចចូលទៅដល់100000នៃកថាបានដែរគឺថ្លៃមែនទែនអញ្ចឹងចំពោះការសាកមែកឬក៏ផ្សាំមែកឬក៏បំបែមែកទៅតាមពុកម៉ែបងប្អូនហៅណាគឺអត់មានអីពិបាកទេពុកម៉ែបងប្អូនអញ្ចឹងតិចនិចមួយនេះគឺខ្ញុំនឹងចែកម្លែកឲ្យពុកម៉ែបងប្អូនអរគ្នាបានដឹងហើយយើងអាចហៅថាការបំបែមែកឬក៏សាកមែកនេះគឺជាការពង្រីកពូជអញ្ចឹងពេលដែលយើងសាកមែកបានជោគជ័យហើយយើងយកទៅដាក់បណ្ដោះនៅក្នុងថង់បន្តមកទៀតពេលយើងបណ្ដោះហើយយើងយកទៅដាក់ដាំគឺអត់មានការខ្លាចពូជអ្វីនោះទេពុកម៉ែបងប្អូនអញ្ចឹងខ្ញុំនឹងធ្វើការបង្ហាញពុកម៉ែបងប្អូនអរគ្នាអំពីការសាកមែកហើយយើងនឹងទៅរៀនធ្វើទាំងអស់គ្នាតោះជាដំបូងគឺយើងត្រូវមានសកៃដូងជាប្រភេទសកៃបងម៉ត់ហើយយើងយកទៅដាក់ត្រាំហើយយើងច្រកក្នុងថង់បែបនេះច្រកឲ្យណែនបន្តមកទៀតគឺយើងមានខ្សែសម្រាប់ចងហើយយើងមានកបិតចំពោះកបិតដែលយើងយកមកជាដើម្បីសាកមែកនេះគឺត្រូវតែជាកបិត clean ស្អាតហើយកបិតគឺមិនត្រូវច្រេះហើយមួយទៀតគឺសំខាន់ជាងគេគឺមុតនៅពេលដែលយើងយកទៅជាអញ្ចឹងចំពោះមែកដែលយើងត្រូវសាកនេះគឺយើងត្រូវរើសមែកណាដែលត្រង់អញ្ចេះហើយជាប្រភេទដែលមែកនៅកណ្ដាលពុកម៉ែបងប្អូនមិនខ្ចីពេកហើយក៏មិនចាស់ពេកដែរអញ្ចឹងយើងធ្វើការអឺស្កោះលឹកចេញអស់អូខេចាប់ផ្ដើមជាសបកចេញពុកម៉ែបងប្អូនហើយសបកជាគឺយើងយកពី2ទៅ3សង់ទីម៉ែត្រពុកម៉ែបងប្អូនគ្នាចំពោះការឆ្កឹះសបកចេញនេះគឺយើងអត់ត្រូវយកដៃទៅប៉ះនៅកន្លែងយើងត្រូវកាត់នឹងទេពុកម៉ែបងប្អូនពីព្រោះវាអាចនឹងឆ្លងរោគផ្សេងដូចជាពពួកបកផ្សិតអីជាដើមអញ្ចឹងធ្វើឲ្យម៉េចគឺយើងសាកជោគជ័យអញ្ចឹងក្រោយពេលដែលយើងឆ្កឹះសបកចេញយ៉ាងហើយគឺយើងចាប់ផ្ដើមយកខ្នងកាបិតរបស់យើងគឺកោសនៅរំអិលនេះចេញពុកម៉ែបងប្អូនហើយមូលហេតុអីបានយើងចាំបាច់ទៅកោសរំអិលនេះពីព្រោះរំអិលនេះគឺជាសារធាតុកម្មនិយមពុកម៉ែបងប្អូនអញ្ចឹងការនិយមនេះបើសិនជាយើងអត់ជាអស់ទេគឺមានន័យថាដើមវានឹងអឺมันកាត់ផ្ដាច់ហើយសបកគឺនឹងចាប់ផ្ដើមដុះជុំចិត្តវិញពុកម៉ែបងប្អូនគ្នាអូខេក្រោយពីយើងចាប់ផ្ដើមកោសរួចអស់ហើយគឺយើងចាប់ផ្ដើមជានៅសកៃដូងរបស់យើងពាក់កណ្ដាលថង់អញ្ចឹងពុកម៉ែបងប្អូនគ្នាហើយចាំមកយើងហែកអញ្ចឹងមកអូខេយើងហែកចឹងហើយគឺយើងចាប់ផ្ដើមយកទៅដាក់ចំពោះការដាក់សកេដូងជាប់ទៅនឹងមេឃសាករបស់យើងនេះគឺយើងត្រូវដាក់ឡើងលើហេតុអីបើយើងត្រូវដាក់ឡើងលើហើយយើងសយងក្បាលឡើងលើគូតវាចុះក្រោមពីព្រោះថាបើសិនជាយើងដាក់បែបនេះគឺអាចរក្សាសំណើមបានយូរពុកម៉ែបងប្អូនតែបើចំពោះនៅរដូវវស្សាគឺយើងត្រូវតែដាក់ផ្កាប់ចុះក្រោមចេះពុកម៉ែបងប្អូនអញ្ចឹងយើងចាប់ផ្ដើមចងមកហើយយើងត្រូវដាក់ឲ្យរៀងជ្រៅតិចពុកម៉ែបងប្អូនអរគ្នា
ចឹងចំពោះការសាកមេឃនេះគឺបានឈានដល់ទីបញ្ចប់ហើយពុកម៉ែបងប្អូនដល់គ្នាចំពោះការសាកមេឃនេះដែរគឺយើងអាចយកទៅពង្រីកជាអាជីវកម្មបានហើយចំពោះការសាកមេឃនេះគឺវាអត់មានការប៉ះពាល់ទៅដល់ពូជអីនោះទេពុកម៉ែបងប្អូនដល់គ្នាបើសិនជាតបែកគីឡូពេលដែលយើងសាកមេឃឬក៏បំបើមេឃហ្នឹងចេញមកគឺនៅតែជាតបែកគីឡូដដែលពុកម៉ែបងប្អូនដល់គ្នាកុំឲ្យតែយើងយកទៅដាក់ដាំហើយគឺអត់មានការមើលថែទាំដិតដល់គឺអានឹងអាចនឹងខ្លាយពូជដោយសារតែកត្តាដីអីជាដើមអញ្ចឹងវីដេអូរបស់ខ្ញុំគឺមានតែប៉ុណ្្នឹងទេអរគុណដល់ពុកម៉ែបងប្អូនអរគ្នា